អរិយាបថនិស្ស័យដែលធ្វើឲ្យមើលទៅคล้ายទៅជាមនុស្សល្ងង់ទី1ការដែលចូលចិត្តនិយាយដំឡើងសំឡេងឮខ្លាំងៗដោយគិតថាការនិយាយឮខ្លាំងៗនឹងដើម្បីឲ្យគេមើលមកដូចជាខ្លួននឹងត្រឹមត្រូវដែលគិតថាធ្វើឲ្យខ្លួនឯងគ្រាន់បើជាងគេអ្នកដទៃទី2ការដែលចូលចិត្តប្រកែកតវ៉ាយកតែឈ្នះដោយមិនខ្វល់និងយកចិត្តទុកដាក់ចំពោះការយល់ឃើញនិងមតិយោបល់របស់គេអ្នកដទៃឡើយដោយចង់បង្ហាញថាខ្លួនឯងត្រឹមត្រូវជានិច្ចហើយទី3គឺជាការដែលទៅនិយាយបន្ទោសបង្អាប់ធ្វើឲ្យមិត្តភ័ក្តិឬគេអ្នកដទៃឈឺចាប់ដោយការទៅនិយាយបំបាក់មុខគេហើយក៏តែងតែព្យាយាមត្រឡប់ជានិយាយលៀងខ្លួនវិញថាគ្រាន់តែជាការនិយាយលលេងលេងសើចប៉ុណ្ណោះ